លោកយឹមសវណ្ណមន្ត្រីនាំពាក្យនឹងជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រអាណត្តិទី5មណ្ឌលភ្នំពេញបានចាត់ទុកមហាបាតកម្ម3ថ្ងៃចាប់ពីថ្ងៃទី23ដល់ថ្ងៃទី25ខែតុលាថាមានសន្តិសុខនិងមានសុវត្ថិភាពល្អមន្ត្រីរៀបចំបាតកម្មរូបនេះបានអះអាងបន្តទៀតថាទាំងការប្រមូលផ្ដុំក្រុមបាតកោនៅទីលានប្រជាធិបតេយ្យនិងការដើរហែកក្បួនយកញត្តិតវ៉ាលើលទ្ធផលបោះឆ្នោតដើម្បីដាក់ជូនទៅការិយាល័យឧត្តមស្នងការសហប្រជាជាតិនិងការដាក់ញត្តិជូនស្ថានទូតចំនួន8ក្នុងក្រុងភ្នំពេញមានស្ថានទូតបារាំងអង់គ្លេសសហរដ្ឋអាមេរិកជប៉ុនអូស្ត្រាលីរុស្ស៊ីឥណ្ឌូនេស៊ីនិងចិនក៏គ្មានការរាំងស្ទះនិងគ្មានការរារាំងពីអាជ្ញាធរដែរសូមស្នើអាជ្ញាធរមូលដ្ឋានជាពិសេសអាជ្ញាធរមានសមត្ថកិច្ចពលិសទាហានមានការរៀបចំល្អហើយសូមថាថ្ងៃក្រោយមានបាតកម្មថាគណៈបកសង្គ្រោះជាតិមិនថាសង្គមស៊ីវិលមិនថាបងប្អូនដែលរងគ្រោះថាកម្មករកម្មការនេះឲ្យតែគាត់ចង់ធ្វើបាតកម្មទាមទារអ្វីស្របច្បាប់សូមឲ្យសមត្ថកិច្ចជួយសម្រួលឲ្យបាតកោទាំងអស់មន្ត្រីបកប្រឆាំងរូបនេះបានស្នើឲ្យរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងមានសមត្ថកិច្ចនានាឲ្យបន្តសហការនិងអនុវត្តកាយវិការអហិង្សាដូចពេលនេះយកទៅអនុវត្តជាមួយរាល់ការជួបប្រជុំឬបាតកម្មនានាលើក្រោយទៀតដូចគ្នាដែរមន្ត្រីសង្គមស៊ីវិលមួយចំនួនដែលតាមឃ្លាំមើលការដឹកនាំធ្វើមហាបាតកម្មរបស់គណៈបកសង្គ្រោះជាតិទាំងយប់ទាំងថ្ងៃអស់រយៈពេល3ថ្ងៃមកនេះក៏បានវាយតម្លៃថាបាតកម្មលើកនេះគ្មានអំពើហិង្សាទេព្រោះអាជ្ញាធរមិនបានបិទផ្លូវនាំឲ្យរាំងស្ទះដល់ការធ្វើដំណើរឆ្លងកាត់របស់ក្រុមបាតកោលោកអំសំអាតមន្ត្រីស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថាកន្លងមកដើមហេតុដែលនាំឲ្យមានអំពើហិង្សារវាងក្រុមបាតកោនិងសមត្ថកិច្ចចម្រុះគឺបណ្ដាលមកពីអាជ្ញាធរបានបិទផ្លូវនិងពង្រាយកម្លាំងរារាំងក្រុមបាតកោមិនឲ្យចេញឬចូលក្នុងក្រុងភ្នំពេញលោកបានអំពាវនាវដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលឬស្ថាប័នប្រដាប់អាវុធឲ្យបញ្ឈប់រូបភាពដាក់ពង្រាយកម្លាំងនិងបិទផ្លូវសាធារណៈពេលមានពិធីជួបជុំសម្ដែងមតិរបស់ពលរដ្ឋឬអ្នកពាក់ព័ន្ធផ្សេងនាថ្ងៃអនាគតមានការសម្រួលចរចាគ្នាមានការរួលនៅចរាចរណ៍មិនធ្វើឲ្យមានបន្ទុះសារាយក៏ដូចជាអំពើហិង្សាណាមួយកើតឡើងឬក៏កកស្ទះនៃបញ្ហាចរាចរណ៍ទេអានេះវាឆ្លុះបញ្ចាំងមកវិញថាបើសិនជាអាជ្ញាធរជាមួយនឹងក្រុមបាតកោធ្វើការជាមួយគ្នាចរចាជាមួយគ្នារបៀបនេះតាំងពីយូរមកហើយនោះអំពើហិង្សាក៏វាមិនអាចកើតមានដូចមហាបាតកម្មលើកទី2កាលពីថ្ងៃទី15នោះដែរបាទទាក់ទិនបញ្ហានេះលោកខេងទីតូមន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថាការដឹកនាំធ្វើមហាបាតកម្មរបស់គណៈបកប្រឆាំងលើកនេះគ្មានអំពើហិង្សានិងមានរបៀបរៀបរយល្អលោកថាបាតកម្មនេះកម្លាំងចម្រុះបានជួយសហការហើយអ្នករៀបចំកម្មវិធីក៏គោរពនិងអនុវត្តតាមច្បាប់ឬសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនិងអាជ្ញាធរមូលដ្ឋានបានត្រឹមត្រូវបាទសុវត្ថិភាពគឺបានល្អពីព្រោះអីគាត់បានអនុវត្តទៅតាមកិច្ចព្រមព្រៀងរបស់គាត់និងសេចក្តីថ្លែងការណ៍របស់គាត់ហើយនឹងការព្យាយាមរបស់ក្រសួងមហាផ្ទៃជាមួយនឹងសាលារាជភ្នំពេញហើយគាត់ក៏បានមានការសហការបានល្អជាមួយនឹងកម្លាំងសមត្ថកិច្ចបរិវត្តហត្ថក៏ដូចជាប៉ូលីសដែរការដឹកនាំធ្វើមហាបាតកម្មអហិង្សា3ថ្ងៃរបស់គណៈបកសង្គ្រោះជាតិបានចាប់ផ្ដើមពីថ្ងៃទី23ខែតុលានិងបញ្ចប់នៅរសៀលថ្ងៃសុក្រទី25ខែតុលាហើយក្រុមបាតកោមកពីតាមបណ្ដាខេត្តនានាក៏បានរំសាយនិងបានវិលទៅកាន់លំនៅឋានរៀងៗខ្លួនវិញដែនយុទ្ធាវិទ្យុអាស៊ីសេរី